បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញអំពីវិធីសាស្ត្រខ្លីមួយទាក់ទងជាមួយនឹង font ខ្មែរនៅក្នុង Adobe Photoshop CS6 ឬក៏ Adobe Photoshop CC ដែលបងប្អូនមួយចំនួនគាត់បានជួបប្រទះទាក់ទងជាមួយនឹង font ខ្មែរដែលពេលវាយពាក្យឬក៏អត្ថបទគាត់ជួបបញ្ហាទាក់ទងជាមួយនឹង font ខ្មែរមិនពេញលក្ខណៈបានន័យថានិយាយជារួមគឺអានអត់ដាច់តែម្ដងតាក់ទងជាមួយនឹងជាងតម្រួតអូខេឥឡូវយើងខ្ញុំសូមធ្វើការបង្ហាញទាំងចែកជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង font ខ្មែរដែលមានបញ្ហាជាមួយនឹង Adobe Photoshop CC ដោយសារខ្ញុំប្រើ Adobe Photoshop CC ហើយខ្ញុំសូមធ្វើការបង្កើតសម្លេចការថ្មីមួយអូខេស្អីក៏បានឥឡូវខ្ញុំដាក់ឈ្មោះតេស្តអូខេឥឡូវខ្ញុំយក text tool មួយដើម្បីធ្វើការវាយអក្សរមួយគ្នានេះគឺ font ខ្មែរ Unicode ខ្ញុំយក font size គឺ55អូខេឥឡូវខ្ញុំ change keyboard ទៅខ្មែរសិនអូខេឥឡូវខ្ញុំសូមវាយពាក្យមួយដាក់សេចក្តីប្រកាសតាក់ទងជាមួយនឹងស្រៈឬក៏ជាងតម្រួតនៅក្នុង Adobe Photoshop CC ឬក៏ Adobe Photoshop CS6 ពេលដែលបងប្អូនវាយគឺនឹងចេញទង់ទ្រាយបែបនេះបានន័យថាអានអត់ដាច់ទេវិធីសាស្ត្រដើម្បីដោះស្រាយគឺបងប្អូនអាចចូលទៅកាន់ edit តោះបងប្អូនរើសយកពាក្យ preference មករើសយក general អូខេឬក៏បងប្អូនអាចចុច Ctrl K ក៏បានដែរ Ctrl បូកអក្សរ K វានឹងលុបទាំងថ្មីមួយទៀតក្នុងនេះមានsetting ច្រើនបងប្អូនអាចកែបានតាក់ទងជាមួយនឹងរឿងផ្សេងៗទៀតតែឥឡូវខ្ញុំសូមធ្វើការបង្ហាញតាក់ទងតែជាមួយនឹងធ្វើម៉េចដើម្បីឲ្យ font ខ្មែរ Unicode ដំណើរការឡើងវិញនៅក្នុង Adobe Photoshop ពេលលុបទាំងមួយនេះចេញមកហើយបងប្អូនចុចលើពាក្យថាយអ្វីដែលត្រូវធ្វើបន្ទាប់គឺគ្រាន់តែជ្រើសរើសយក Middle Eastern and South Asia បន្ទាប់មកចុច OK តែប៉ុណ្ណោះគឺជាការស្រេចអូខេឥឡូវខ្ញុំជ្រើសរើសហើយឥឡូវខ្ញុំចុច OK ខ្ញុំសូមធ្វើការវាយពាក្យដដែលម្ដងទៀតក៏ប៉ុន្តែវានៅតែអត់ទាន់ដើរអូខេខ្ញុំវាយតែប៉ុណ្្នឹងសិនក៏បានដែរវានៅតែតាក់ទងជាមួយជាតម្រួតស្រៈអីនៅតែចេញមិនពេញលក្ខណៈដដែលដើម្បីឲ្យវាដើរស្រួលឡើងវិញចាំបាច់ត្រូវការធ្វើការ restart Adobe Photoshop មួយសិនបន្ទាប់ពី restart ហើយលើកក្រោយគឺ font ខ្មែរ Unicode នឹងដំណើរការធម្មតាឡើងវិញឥឡូវខ្ញុំសូមធ្វើការ restart ខ្ញុំបើក save ទេនេះយើងគ្រាន់តែធ្វើ test ទេឥឡូវខ្ញុំបើក Photoshop ម្ដងទៀតខ្ញុំបង្កើតសម្រាប់កិច្ចការថ្មីមួយសូមធ្វើការរងចាំបន្តិចអូខេឥឡូវខ្ញុំដាក់ពាក្យ test ដដែលចុះជាប់ពីនេះហើយអូខេតែខ្ញុំចុចអក្សរ T នៅលើ keyboard ដើម្បីចូលទៅកាន់ text tool ឥឡូវខ្ញុំធ្វើការវាយពាក្យនៅដដែលម្ដងទៀតចេញ keyboard សិនហើយដីត្រកាអូខេសេចក្តីប្រកាសមកថាបន្ទាប់ពីយើងកែ setting កន្លែងវិញហើយគឺអក្សរខ្មែររបស់យើងគឺដំណើរការធម្មតាឡើងវិញហើយបានថាយើងអាចអានដាច់វាដំណើរការប្រក្រតីឡើងវិញ
វិធីសាស្ត្រនេះគឺមានតែប៉ុណ្្នឹងអរគុណចំពោះការទស្សនានៅវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រផ្សេងៗទៀតទាក់ទងជាមួយនឹង software មួយចំនួនបច្ចេកវិទ្យាកុំព្យូទ័រផ្សេងៗទៀតអរគុណចំពោះការទស្សនា